បាទជំរាបសួរពុកម៉ែបងប្អូនពលមកកាន់ការបកស្រាយសុបិនសាជាថ្មីថ្ងៃនេះផងដែរខ្ញុំនឹងលើកយកទាក់ទងនឹងពុកម៉ែបងប្អូនសុបិនឃើញយុទ្ធការបាទប្រសិនបើជាពុកម៉ែបងប្អូនសុបិនឃើញយុទ្ធការទូកនាវាហើយយុទ្ធការនោះបោះចូលទៅក្នុងទឹកទំនីទីនៅក្នុងសុបិនដូចនេះថាការដែលពុកម៉ែបងប្អូនគិតទុកជាមុននឹងមិនបានដោយបំណងទេមួយទៀតនឹងទទួលដំណឹងអាក្រក់ពីញាតិមិត្តនៅឲ្យឆ្ងាយផងដែរបាទតើតើនឹងពុកម៉ែបងប្អូនសុបិនឃើញយុទ្ធការបោះយុទ្ធការចូលទៅក្នុងទឹកហ្នឹងគឺមានអត្ថន័យដោយការបកស្រាយខាងលើចំណែកលេខសំណាងសម្រាប់អ្នកសុបិនវិញគឺលេខ61លេខ67លេខ367លេខ761និងលេខ667បាទជាចុងក្រោយក៏សូមអរគុណពុកម៉ែបងប្អូនដែលខំចំណាយពេលវេលាដ៏មានតម្លៃតាមដានសម្ដាប់ Channel បកស្រាយសុបិនពីដើមរហូតដល់ចប់ជាចុងក្រោយនេះសូមជូនពរពុកម៉ែបងប្អូនជួបតែសំណាងល្អគ្រប់គ្នាសូម